Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមស្វាគមន៍មកកាន់កម្មវិធីរូបភាពមានសម្លេងចឹងណាតចូលទៅកាន់កម្មវិធីរបស់យើងតែម្ដងទៅហាន់ឌីសងបានចូលមកដល់ក្នុងប្រាសាទសប៉ាឌីមើយើងបានឃើញ Frody ម្នាក់នោះស្វាគមន៍គាត់ផងដែរហាន់ឌីសងបានប្រាប់ឲ្យ Fairy ម្នាក់នឹងបើកន្លែងទិញកន្លែងលក់បានចាប់ផ្ដើមបើកហាន់ឌីសងបានដើរចូលទៅដែរគោលបំណងរបស់គាត់នោះគឺទិញវត្ថុដែលអាចមើលអនាគតបានបន្ទាប់ពីទិញវាក៏បានប្រាប់នៅពេលអនាគតថាមានរឿងអ្វីបានកើតឡើងផងដែរដែលគេនឹងលេចឡើងនៅក្នុងប្រទេសចំនួន90ដែលមិនរាប់បញ្ចូលប្រទេសកូរ៉េខាងត្បូងនិងបណ្ដាឲ្យប្រជាជនលើផែនដី1/3ហាន់ឌីសងបានឆ្ងល់ថាហេតុអ្វីបានជាដកប្រទេសកូរ៉េចេញហាន់ឌីសងបាននិយាយថាប្រហែលជាពួកអបិសាចទាំងអស់នឹងគេចពីខ្ញុំហើយនៅ USA លើមកដោយផ្លូវយើងបានឃើញមនុស្សជាច្រើននៅកន្លែងនោះផងដែរពេលនោះយើងក៏បានឃើញបិសាចមួយចូលមកដល់កន្លែងនឹងតែម្ដងឃើញបែបនឹងមនុស្សម្នាមានការភ្ញាក់ផ្អើលតែម្ដងមិនចាំយូរនោះទេពួកគេបានប្រើក្បាច់មកចែកឲ្យរត់ចែកជើងគ្នាតែម្ដងយើងបានឃើញបិសាចជាច្រើនចេញមកពីកេតនៅលើនោះផងដែរនៅតុខ្ចោយើងបានឃើញបិសាចចោកំពុងតែបើកការវាបហាទៅកាន់ទីកន្លែងមួយនឹងយើងបានឃើញមនុស្សនៅលើដំបូលអគារហើយប្រាប់សមាជិករបស់ខ្លួនថាពួកបិសាចទាំងអស់នោះកំពុងតែមកហើយយើងប្រញាប់ឡើងពួកគេបានប្រើអ្វីនោះទេគប់ទៅស្កាត់មុខរបស់ពួកបិសាចចោនោះតែម្ដងដែលវាធ្វើឲ្យកន្លែងនោះទូជាខ្លាំងផងដែរបិសាចចោមិនមានរបួសនោះទេរួមទាំងវាបានលូផងដែរគាត់បានប្រាប់សមាជិករបស់គាត់ឲ្យចាប់ផ្ដើមបើកការវាបហាតែម្ដងសមាជិករបស់គាត់បានដកព្រួយហើយបាញ់ទៅកន្លែងដែលមានការបន្ទុះនឹងពួកបិសាចនឹងវានៅតែមិនមានរបួសហើយបិសាចចោមួយក៏បានឃើញពួកគេនៅលើនោះផងដែរបន្ទាប់មកវាបានស្ទុះចេញពីកន្លែងដែលមានសាច់អាប់នឹងទៅដល់កន្លែងដែលគាត់កំពុងតែបើកការវាបហាតែម្ដងគាត់ភ័យជាខ្លាំងព្រោះគាត់មិនអាចគេចពីការវាបហាមួយនោះបាននោះទេប៉ុន្តែ leader របស់គាត់បានចេញមកប្រើដាវរបស់គេជាមួយស្គៀមួយដែលមានឈ្មោះថារន្ទះដាវឥតស្រស់មកកាប់ទៅឲ្យដេចក្បាលបិសាចចោនោះតែម្ដងគាត់ក៏បានធ្វើការអស់គុណទៅកាន់ leader របស់គេផងដែរប៉ុន្តែ leader គាត់មិនបានតបនោះទេគាត់បានបែរក្រោយមើលទៅកាន់កេតដែលកំពុងមានបិសាចចេញជាច្រើនហើយគាត់បានគិតថាបិសាចកំពុងតែចាប់ដើមចេញពីកេតមួយនោះគ្មានដែលមិនចប់បើអ្វីៗនៅតែបន្តដូចនេះទុកខ្ចោនឹងត្រូវបានបញ្ចប់នៅ USA ទីក្រុង Washington យើងបានឃើញកន្លែងនោះស្ទើរតែខ្ទេចទៅហើយយើងបានឃើញអ្នកប្រមាញ់ម្នាក់ត្រូវបានជន់សម្លាប់ដោយបិសាចមួយនោះបាត់ទៅហើយបន្ទាប់ពីសម្លាប់អ្នកប្រមាញ់មួយនោះវាបានសក់យ៉ាងសប្បាយតែម្ដងកំពុងតែសោយសុកវាក៏បានត្រូវដាច់ខ្លួនពាក់កណ្ដាលដោយសារស្លាប់ដោយអ្នកប្រមាញ់អ្នកបានសម្លាប់បិសាចមួយនោះបាននិយាយថាសាំដក៏ហើយវាបានកាត់ឡើងចំពេល Iceland មិននៅអីណាអ្នកដែលនៅក្បែរក៏បាននិយាយថាមិនអីទេយើងគួរតែដកថយជាមុនទៅគាត់ក៏បានស្រែកប្រាប់ក្រុមរបស់គាត់ថាពេលនេះយើងនឹងដកថយទៅកន្លែងរបស់យើងព័ត៌មានទាំងអស់នោះក៏ត្រូវមើលដោយសមាគមអ្នកប្រមាញ់ផងដែរប្រធានលេខាបានកាត់ទាំងឆ្ងល់ថាហេតុអ្វីបានជាកែលេចឡើងស្ទើរតែទូទាំងពិភពលោកលើកលែងតែប្រទេសកូរ៉េមួយបែបនេះពួកគេបាននិយាយគ្នាជាច្រើនប៉ុន្តែខ្ញុំសូមសង្ខេបខ្លីៗតែម្ដងទៅព្រោះឆាប់ដល់កន្លែងវាយគ្នាអញ្ចឹងណាពួកគេបាននិយាយគ្នាពីប្រទេសជិតខាងដែលបានធ្វើការស្នើសុំជំនួយមកកាន់ប្រទេសខ្លួនព្រោះអីពួកគេបានដឹងថាប្រទេសខ្លួនមិនមានកែលេចឡើងនោះទេពេលនោះសម្លេងទូរស័ព្ទរោបានចេញពីកប៉ៅអាវរបស់គាត់ក៏បានដកមកហើយដឹងថាច័ន្ទហូជាអ្នកទេមកច័ន្ទហូបានប្រាប់ប្រធានលេខាថាសូមប្រម៉ូនេះប្រមាញ់កម្រិតអេទាំងអស់មកកាន់ក្លែនហាន់ឌីសងព្រោះហាន់ឌីសងចង់បើកការប្រជុំមួយនៅកន្លែងនេះយើងបានឃើញ Iceland កំពុងតែដើរលេងនៅកន្លែងនេះផងដែរប៉ុន្តែកន្លែងនេះមិនសំខាន់នោះទេតួអង្គ Iceland មិនសូវសំខាន់ក្នុង chapter នេះប៉ុន្មាននោះទេប្រហែលជា chapter 100ជាងបានគាត់សំខាន់យើងកាត់កន្លែងនឹងចោលតែម្ដងទៅនៅ Clan Daesung យើងបានឃើញអ្នកប្រមាញ់កម្រិត F បានធ្វើមកអង្គុយទុករៀងខ្លួនតែម្ដងបាទ Han Daesung បានងើបពីកៅអីរបស់គាត់ហើយគាត់បាននិយាយថាឥឡូវនេះយើងនឹងចាប់ផ្ដើមការប្រជុំដើម្បីពិភាក្សាពីរបៀបកំទេចពួកអបិសាចទាំងអស់នោះចាប់ពីពេលនេះតទៅនិយាយគ្នារៀងយូរដែរច័ន្ទហូមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីដឹងថាការរស់ឡើងវិញនៃ Titan ដូច្នេះអ្នកមានន័យថាពួកគេនឹងធ្វើឲ្យកេតលេចឡើងនៅជុំវិញពិភពលោកហើយមនុស្សដែលបានស្លាប់ទៅពួកគេនឹងយកទៅបូជាទៅកាន់ Titan ម្នាក់នោះកេតគឺជាអាសនៈមួយសម្រាប់ពួកវាហើយពួកវាសម្លាប់មនុស្សទាំងអស់នោះមនុស្សទាំងអស់នឹងខ្លាចជាដងវាយសម្រាប់ Titan ដូច្នេះនៅពេលដែលបរិមាណគ្រប់គ្រាន់ Titan នោះនឹងរស់ឡើងវិញមែនទេ Harin បាននិយាយទោះយើងព្យាយាមការពារការរស់ឡើងវិញរបស់ Titan ក៏ដោយយើងអាចផ្ដល់ជំនួយដល់ប្រទេសភាគច្រើនបានតែមួយប្រទេសប៉ុណ្ណោះ Han Yong បានដកកេតគប់មកហើយនិយាយថាវាមានឈ្មោះថាកេតគប់យើងមិនបាច់បារម្ភពីចម្ងាយនឹងពេលវេលានោះទេដងសោបានឆ្ងល់ថាកេតគប់មែនទេវាហាក់បីដូចជាស្រដៀងទៅនឹង Absolute ការពារអញ្ចឹងឧបករណ៍មួយនេះគឺជាវត្ថុដើម្បីបើកកេតខ្ញុំបានទទួលវាមកពី Han Daesung ខ្ញុំបានធ្វើការច្រាវជ្រាវជាមួយនឹងដុកទ័រ Padong ពីរបៀបប្រើប្រាស់កេតគប់មួយនេះផងដែរយើងបានជោគជ័យក្នុងការបើកវាដែលវាមានសមត្ថភាពធ្វើឲ្យយើង teleport គ្រប់ទ្វីបលើផែនដីបាទ leader របស់ Shin Chou-yun ក៏បាន teleport ឲ្យប្រើគប់ដាក់នៅតំបន់សំខាន់ផងដែរលើបែបនឹងដឹងសូចង់ដើរជុំវិញពិភពលោកតែម្ដងរួមទាំងសម្លាប់បិសាចដែលគាត់បានឃើញសេងបានកាត់តា Han Daesung បានកាត់ឆ្ងាយ
ប៉ុណ្ណាទៅហារៀនបានសួរហាន់យ៉ងថាតើវាមានចំនួនប្រមាណព្រោះអីមនុស្សរបស់យើងច្រើនណាស់ហាន់យ៉ងបានតបថាមិនបាច់ភ័យព្រួយនោះទេព្រោះអីកែតមួយនោះអាចធ្វើឲ្យយើងថេលផតបានចំនួន7នាក់ធានលេខាក៏បានចុះរួមនិយាយផងដែរកំពុងតែនិយាយសសគាត់ក៏បានគិតឃើញអ្វីមួយអ្នករាល់គ្នានៅទីនេះរួមទាំងខ្ញុំនឹងធ្វើដំណើរជាមួយគ្នាធានលេខាបាននិយាយថាក៏សូមប៉ះឌីសៅព្រោះអីប្រសិនបើប្រទេសកូរ៉េមានកែតលេចឡើងមួយហើយអ្នកទាំងអស់គ្នាមិននៅគឺពិបាកហើយពេលនឹងប្រព័ន្ធលុបមកប្រាប់ហាន់ឌីសុងថាគាត់បានទទួលស្គីថ្មីមួយដែលអាចបន្លាស់ទីមនុស្សផងដែរវាចំណាយមិនណាកាន់តែច្រើននៅពេលដែលមនុស្សស្ថិតនៅចម្ងាយឆ្ងាយនឹងពេលវេលាផងដែរឥឡូវនេះខ្ញុំគិតអំពីវាជាលើកចុងក្រោយនៅមជ្ឈមណ្ឌលសើគ្រាវក៏បានបង្ហាញខ្លួនដោយសមត្ថភាពចម្លែកប្រសិនបើយើងមិនជួនច័ន្ទហោទៅតំបន់ដែលមានបញ្ហាខ្ញុំអាចយកគាត់មកវិញបានភ្លាមជាមួយនឹងស្គីរបស់ខ្ញុំលើបែបនឹងដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីដឹងថាមានស្គីដែលអាចកោះហៅមនុស្សមកកន្លែងដើរបានទៀតប្រធានលេខាបានកិនមួយផ្លែហើយក៏បាននិយាយថាឥឡូវនេះសម្រាប់ថាអញ្ចឹងទៅហាន់ឌីសុងបានទៀតដែលហើយនិយាយថាចាប់ពីពេលឥឡូវនេះយើងនឹងចាប់ផ្ដើមធ្វើវាសៀងយៀនបានធ្វើការហៅហាន់ឌីសុងពេលនោះហារៀនបាននិយាយកាត់នាងតែម្ដងថាពេលដែលគេប្រជុំមិនហាមាត់និយាយមកឥឡូវចង់និយាយពីអីឥឡូវដែលធ្វើឲ្យសៀងយៀនមានការខឹងជាខ្លាំងអីយ៉ាភ្លេចឲ្យឆឹងយើងគួរតែរកឈ្មោះមួយដាក់ក្រុមរបស់យើងសៀងយៀនបានចេញមុខមុនគេតែម្ដងលើបែបនឹងហើយនាងបាននិយាយថាយើងគួរតែដាក់ក្រុមរបស់យើងមានឈ្មោះថា KK តែម្ដងទៅឈោយយួនក៏បានកាត់ផងដែរថាមានអីឈ្មោះនេះខ្ជូតដែរតើលើបែបនឹងមិនមានអ្នកណាតបនោះទេប៉ុន្តែសៀងយៀនបានអខគេតែម្ដងហាន់ឌីសុងបាននិយាយថាឈ្មោះមិនមែនជាបញ្ហានោះទេតោះយើងប្រញាប់ឡើងសៀងយៀនបាននិយាយថាឥឡូវនេះក្រុមរបស់យើងមានឈ្មោះថា KK ចាប់ពីពេលនេះតទៅនៅខេត្តសានដុងប្រទេសចិនយើងបានឃើញបិសាចជាច្រើនចេញមកដល់ប្រទេសចិនមួយនេះពួកគេក៏បានចេញមកទប់ទល់ជាមួយនឹងបិសាចទាំងអស់នោះផងដែរពួកគេបានប្រើព្រួយរបស់គេបាញ់ទៅបិសាចទាំងអស់នោះប៉ុន្តែគ្រប់ព្រួយមិនអាចទម្លុះស្បែករបស់ពួកវាបាននោះទេដែលពួកមនុស្សទាំងអស់នឹងមិនមានកន្លោជាមួយបិសាចនោះទេបិសាចវាយចង់ស្បៃទៅហើយសន្ទុះជើងយ៉ាងលឿនបានជន់ក្បាលពួកគេពីរនាក់នឹងអាវុធក្នុងដៃរបស់នាងជាមួយនឹងស្គៀផងដែលមានឈ្មោះថាលំប៉ែងទម្លុះមេឃត្រូវបិសាចនោះឲ្យមានរូបបួសផងដែរប៉ុន្តែពួកវាមិនស្លាប់នោះទេនាងក៏បានប្រាប់មនុស្សទាំងអស់នោះនៅដល់ណាទីមិនឆាប់ចូលប្រយុទ្ធមកយើងមិនអាចចោះចាញ់បាននោះទេនៅកន្លែងនេះយើងបានឃើញបរិយាដែលបានចូលរួមការពិភាក្សា WHA ផងដែរក៏មិនសូវពេញចិត្តនោះទេយើងដឹងទ្រឹស្ដីតែម្ដងទៅដែលសារតែគាត់តាក់ទងជាមួយនឹងមនុស្សក្រៅភពទាំងអស់នោះដែលខ្ញុំសូមកាត់កន្លែងនេះចោលទៅព្រោះអីមានសំខាន់នោះទេនៅកន្លែងប្រធានលេខាគេក៏បានទទួលព័ត៌មានពីថៃឋានផងដែរប៉ុន្តែកន្លែងនេះអត់សំខាន់ក៏ត្រូវកាត់ចោលផងដែរបាទនៅប្រទេសចិនវិញយើងបានឃើញអ្នកប្រមាញទាំងអស់នោះត្រូវបានដេកដួលបាទទៅហើយជាមួយនឹងនារីចិនម្នាក់នេះផងដែរបាទដែលពេលនេះនាងក៏បានត្រូវរបួសជាមួយនឹងកម្លាំងរបស់នាងក៏ត្រូវបានអស់ផងដែរបាទប៉ុន្តែនាងនៅតែមិនចោះចាញ់ពិសេសនោះបានស្ទុះមកចង់វាប្រហារទៅកាន់នាងពេលនោះវាក៏បានត្រូវដាច់ខ្លួនពាក់កណ្ដាលភ្លាមតែម្ដងតែធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំងចង់និយាយថាមេកំពុងតែធ្វើទៅបុកម្ដេចអញ្ចឹងណាយើងបានឃើញក្រុមរបស់ហាន់ឌីសុងធ្វើដំណើរមកដល់ទីនោះផងដែរជាមួយនឹងសៀងយៀបាននិយាយថា KK បានមកដល់ទីនេះហើយហាន់ឌីសុងបាននិយាយថាមានសាច់គោជាច្រើនបានចេញពីកែតមួយនោះសូមបញ្ចប់សាច់រឿងតែប៉ុណ្្នឹងសិនហើយព្រោះអីមេឃវាធ្វើស៊ីណាវាចង់ភ្លៀងនៅផ្គោដល់ហើយមុននឹង slash សាច់រឿងរបស់យើងខ្ញុំបាទសូមធ្វើការអរគុណទៅកាន់អ្នកឧបត្ថម្ភជាមុនសិនបាទដែលក៏បានផ្ដល់កម្លាំងចិត្តជាច្រើនមកដល់ខ្ញុំក្នុងការសម្ដែងរឿងណាដែលអ្នកទី1ក៏បានធ្វើការឧបត្ថម្ភមកខ្ញុំចំនួន3ដងបាទដែលអ្នកទី2បានឧបត្ថម្ភមកកាន់ខ្ញុំចំនួន0.25 សេនចំណែកឯអ្នកទី3ក៏បានឧបត្ថម្ភច្រើនមែនទែនគឺ$4តែម្ដងបាទខ្ញុំបាទធ្វើការអរគុណជាខ្លាំងទៅកាន់គាត់ដែលបានឧបត្ថម្ភសម្រាប់ការលើកទឹកឲ្យខ្ញុំសម្ដែងរឿងបន្តអញ្ចឹងណា